ในក្នុងវីដេអូនេះខ្ញុំនឹងឆ្លើយតបទៅនឹង comment ចំនួន3ដែលបាទគាត់សួរតាក់ទងទៅនឹងពាក្យ3នេះអញ្ចឹងចង់ដឹងថាតើពាក្យទាំង3ហ្នឹងនៅក្នុងភាសាអង់គ្លេសគេប្រើពាក្យគេខ្លះតាមណានអ្នកនរគ្នា Let's begin បាទសូមជម្រាបសួរនិងសួស្តីបងប្អូនអ្នកដែលនិយមសិក្សាភាសាអង់គ្លេសតាមបណ្ដាញសង្គម Facebook YouTube ឬក៏បាទ TikTok អីជាដើមអញ្ចឹងនៅវីដេអូនេះបាទយើងមកឆ្លើយតបបាទ comment ដែលគាត់សួរតាក់ទងទៅនឹងពាក្យបាទទាំង3នេះហើយ comment ហ្នឹងគឺយើងទទួលបានពីបាទ Facebook ទទួលបានពី channel Telegram អញ្ចឹងបាទកុំឲ្យខាត់ពេកយើងចាប់តាមតម្រងទៅជាមួយនឹងពាក្យទី1គឺអាត្មានិយមបាទនៅក្នុងភាសាអង់គ្លេសគឺយើងប្រើពាក្យ selfish អ្នកខ្លះគាត់ថាលក់ត្រីបាទ sell លក់ fish ត្រីប៉ុន្តែមែនទេបាទមិនមែនសរសេរបាទគេហៅថា spelling គឺដូចគ្នា 100% គឺមែនទេឥឡូវបាទយើងចង់និយាយថាយើងចង់ប្រាប់គេថាកុំអាត្មានិយមពេកណាកុំអាត្មានិយមពេកបាទន័យថាគិតតែពីខ្លួនឯងណាគិតតែពីប្រយោជន៍ខ្លួនឯងណាបាទអញ្ចឹងយើងអាចនិយាយថា don't be so selfish កុំអាត្មានិយមពេកហើយពាក្យទី2គឺមុខលុយយើងមិនមែនប្រើពាក្យ face money ទេមុខ face លុយ money ប៉ុន្តែមែនទេគឺគេប្រើពាក្យ money minded ឬក៏ money oriented អញ្ចឹងមុខលុយបានន័យថាគិតតែពីលុយគិតតែពីបាទប្រយោជន៍ណាបាទលុយបាទអញ្ចឹងឥឡូវឧទាហរណ៍ថាយើងចង់អាហ្នឹងក៏ជាគុណនាមដែរយើងចង់និយាយថាគាត់បាទមុខលុយណាបាទឧទាហរណ៍ណាគាត់គិតតែពីប្រយោជន៍ខ្លួនឯងណាអញ្ចឹងយើងអាចនិយាយ she's very money minded ណា every decision is about profit ឃើញទេគាត់គិតតែពីលុយគាត់មុខលុយបាទស្អីក៏ដោយក៏គិតបាទតែពីលុយដែរអត់លុយអត់ធ្វើអត់អីចឹងណាបាទជាការឧទាហរណ៍ហើយពាក្យទី3គឺចរិតប្រកាន់ច្រើនមែនមនុស្សប្រកាន់ច្រើនអញ្ចឹងនៅក្នុងភាសាអង់គ្លេសគឺវាមានពាក្យច្រើនវាអត់មានពាក្យមួយដូចបាទ selfish ឬក៏អីហ្នឹងទេបាទអញ្ចឹងវាទៅតាមស្ថានភាពដែរណាបាទបើសិនលក្ខណៈថាមនុស្សហ្នឹងគឺរបៀបថាប៉ះបន្តិចតួចនិយាយអីប៉ះគាត់បន្តិចតួចអីចឹងទៅគាត់ប្រកាន់គាត់ខឹងគាត់ងោអីចឹងណាបាទជារឿងស្រាលណាបាទអញ្ចឹងអាហ្នឹងគឺយើងអាចប្រើពាក្យ touchy មកពាក្យ touchy ណា touchy អញ្ចឹងឧទាហរណ៍បាទអូគាត់មនុស្សប្រកាន់ច្រើនណាបាទអញ្ចឹងនៅពេលនេះឯងនិយាយអីហ្នឹងគឺបាទប្រយ័ត្នប្រយែងផងណាហ្នឹងហើយ he's very touchy about his work អីចឹងទៅណាbe careful what you say ណា he's very touchy about his work be careful what you say បាទគាត់កាន់ច្រើនណាការងារគាត់បាទតើតងការងារគាត់គឺគាត់ប្រកាន់ច្រើនអញ្ចឹងពេលនិយាយអីគឺប្រយ័ត្នប្រយែងផងហើយយើងក៏អាចប្រើពាក្យមួយទៀតដែលរៀងថាបាទគេហៅថាធ្ងន់ជាងនឹងបន្តិចណាបាទគឺពាក្យ over sensitive បាទអញ្ចឹងគឺនៅពេលដែលគេនិយាយអីមកគាត់បាទឆាប់ខឹងគាត់ឆាប់អន់ចិត្តគាត់អីចឹងណាបាទអញ្ចឹងឧទាហរណ៍អីគេយើងអាចនិយាយថា he's over sensitive and takes everything personally ណា take everything personally អញ្ចឹងមានន័យថារឿងអីក៏គាត់យកដាក់ខ្លួនដែរtake everything personally ណាបាទអញ្ចឹងមានថាគាត់ជាមនុស្សប្រកាន់ច្រើនរឿងស្អីក៏គាត់យកដាក់ខ្លួនដែរបាទអញ្ចឹងនិយាយលេងសើចអីជាមួយគាត់គឺអត់បានអញ្ចឹងមានតែប៉ុណ្្នឹងទេមានជាសំណួរជាចម្ងល់អីអាច comment នៅខាងក្រោមបានមានតែប៉ុណ្្នឹង Until next time be safe I'm out peace out